đầy đớ đầy túa đầy tờ bộ bóng ôn tay tài chưa có bao vừa một cho muốn đầy đớ đầy túa đầy tờ bộ tam phân tới đầy đớ đầy túa đầy tờ bộ đúng trên đây là miền chi chiết đây là tây tại đây miền đam chơi đâu bút hay bóng ôn ai đam từ nằm pốt từ nằm là ngố từ nằm sợi tay để bàn tay sẽ đẹp bóng ôn nhẹ sái tay ta cực thà đây chỉ ở xã chưa có bao vừa một cân tục một sọc chất đây giờ đồng pưng ngày nào mỗi đừng chu cháo đừng cải chảo phân tay một đừng bóng ôn chu cháo bóng ôn thử cắt trăm năm được một sân thì tôi tới bóng ôn cực thàไปได้ผมก็เรียบได้นั่งไก่บอกไอ้ได้นั่งเชิงเตอร์เฮ้ยบาดเจ็บบานพอปะไทยไหมแต่เลยตีได้บอกผมโอนได้ไอ้ตัวบานพออย่างมันปัญหาแล้วแต่พอได้ยังตัวบ้านไปได้ยังดักกรอบปุ้ยแต่การได้แต่บอกโอนบานชุกเอาเอสกาบอกใจนุ๊กเพื่อมันโดยจิการกระบอกยังเตะซึ่งไอ้ดอกปัญหามันทำเตะคือเวลาปัวโซแต่มาดองตัวใบจะบอกโอนคำโยกจีแต่ดักจีกีมีจีครบบังตามสลักยังนะก็เวียนมันหลุดหลอดได้บ่าให้ตัวใบบองโอนกระทำมีนสัตว์ทริปสัตว์อัดอย่างนะก็เนื้อตายมันหลุดหลอดคือเวียนเนื้อตายกระไรคล้ายให้อาจมีสมรรถภาพในการประกอบการพอมันได้จังส่วนมาเป็นมูลค่าได้ให้บองโอนไปจัดจุดประเทศในปัญหานี้จังทั้งไงนี้ยืนหนึ่งมองจุดใจนี้อันปีปัญหาได้ได้ยังจุดได้ตัวđây tầm niệm cái đấy ở từ dân chú stop lứa hãy bắt bóng chi tiết vậy đây khi mình chỉ vật chân dân mong gì kia tại xong đại cà phê mà tinh sắn bạn đấy stop lứa chân muốn đừng dân trôi từ can ca này giấy từ can cái đây cái lại là một ổn chủ nước một ổn giới non cái xoay vô lòng bị đây stop lứa sẵn đây mình pi stop càng lứa cầm ra tung ai thà cầu mà chả ám đi cứ cho đây stopเลยvì ai bọt bay từ tam cái này khác đại miền đam chơi chán miền lực chơi chán vì ai stop lưới vì cam đại cả trước đây stop lưới cứ cho đây đại miền chỉ vật vì phố pin từ đói cả sầm nó lắc chơi công ty lì mũ sắt chân lên sắt ắt nó không đấy đây vì chi phần nhẹ nghi nó không ca bỏng bay đây ở miền chỉ vật bỏng lái đấy ở từ đây đại miền chi chi và rưỡi cơ dương anh vậy bàn thái chỉ đây đây là bộ từ đòi ở đây sẽ còn ramហើយវាទទួលរងនៅគេហៅថាប្រតិកម្មគីមីពីធម្មជាតិដែលធ្វើឲ្យដីហ្នឹងមានត្រូវទឹកភ្លៀងត្រូវក្តៅត្រូវខ្យល់ទទួលយកនៅការធ្លាក់ពីស្លឹកឈើឲ្យលួយទទួលបានគេហៅថាធាតុចូលទាំងឡាយណាដែលធ្វើឲ្យដីហ្នឹងប្រែคล้ายដីទៅជាដីដែលមានជីវិតអាចឲ្យសត្វចលែនសត្វល្អិតសម្បោចសង្អាគ្រប់បែបយ៉ាងរស់នៅបានហើយសកម្មភាពប្រចាំថ្ងៃនឹងវាធ្វើឲ្យដីហ្នឹងคล้ายជាដីស្រទាប់លើចឹងដំណាំណាខ្លះដែលរស់នៅអាស្រ័យទៅលើដំណាក់ដីស្រទាប់លើគឺមានដំណាំដូចជាដំណាំស្រូវដំណាំពោតដំឡូងល្ងទាំងអស់ហ្នឹងដែលឬខ្លីៗហ្នឹងផ្កាអីជាដើមគឺសុទ្ធតែត្រូវការដីស្រទាប់លើដើម្បីប្រកបការផលដោយសារឫសវាខ្លីចុះដើមឈើធំដូចជាដើមឈើដំណាំហូបផ្លែដើមឈើឧស្សាហកម្មកស៊ូស្អីផ្សេងៗក៏ត្រូវការដីស្រទាប់លើដែរក៏ប៉ុន្តែដើមឈើទាំងអស់ហ្នឹងវាមានឫសធំដើម្បីចាក់ទៅក្រោមដើម្បីទ្រទ្រង់នៅដងដើមរបស់វាតែការទទួលអាហារគឺវាប្រើប្រាស់នៅជីដែលទទួលបានពីដីស្រទាប់លើតាមរយៈឫសស្មៃទុយបងប្អូនសង្កេតឃើញមើលអញ្ចឹងកាលណាដងដើមវាកាន់តែធំវានឹងប្រឹងចាក់ឫសវាកាន់ទៅតែឆ្ងាយដើម្បីឲ្យអាកូនឫសស្មៃវានឹងបានកាន់តែច្រើនដើម្បីចិញ្ចឹមដងដើមមកវាបានធំធាត់ទៅហើយឫសវាវិញទៅសាកមួយម៉ាត់ទៅនឹងធាងស្លឹករបស់វាដើម្បីរក្សាចំហឥឡូវបកមកដីយើងវិញពេលដែលបងប្អូនឈូសភ្លឺលើកភ្លឺពេលដែលបងប្អូនឈូសដីទួលពេលដែលបងកាយបកដីទួលច្បាស់ណាស់ដីស្រទាប់លើនឹងត្រូវបានរុញទៅអស់ហើយអញ្ចឹងនៅសល់តែដីស្រទាប់ក្រោមទេដែលដីហ្នឹងគឺជាដីដែលគ្មានជីជាតិដោយសារអីដោយសារតែដីទាំងនោះវាអត់ទទួលរងមជ្ឈដ្ឋានក្រៅអញ្ចឹងជាដីដែលមានមជ្ឈដ្ឋានបាសបើសិនជាបងប្អូនយកឧបករណ៍វាស់ pH ទៅពិនិត្យមើលគឺច្បាស់ណាស់បងប្អូននឹងឃើញលេខ pH ខ្ពស់បាទដែលជាមជ្ឈដ្ឋានមួយមិនសមស្របសម្រាប់ដំណាំដាំដុះទេអញ្ចឹងយើងគួរធ្វើយ៉ាងម៉េចអញ្ចឹងបើសិនជាបងប្អូនខ្វាយខ្វល់ដីអត់ស្មើបងប្អូនឲ្យគេគីឲ្យគេឈូសហើយលើកភ្លឺហើយតែបងប្អូនចង់ឲ្យដីនឹងប្រែមកជាល្អមានពីរជម្រើសទី1បងប្អូនទុកឲ្យវាវិវត្តទៅជាដីដែលមានជីជាតិតាមដំណើរធម្មជាតិរបស់វាទៅប៉ុន្តែបញ្ហានេះគឺវាត្រូវការពេលយូរបន្តិច4ទៅ5ឆ្នាំទើបដីនឹងវិវត្តមកជាដីដែលមានជីជាតិធម្មតាដូចជាដីស្រទាប់លើទូទៅដែរទី2បងប្អូនត្រូវធ្វើរឿងមួយយ៉ាងដែលជំរុញឲ្យដីនឹងវិវត្តខ្លួនមកជាដីធម្មតាដែលមានជីជាតិអាចដំណាំយើងលូតលាស់បានលឿនបំផុត
ស្របតាមការចង់បានរបស់យើងអញ្ចឹងបងប្អូនត្រូវធ្វើរឿងនេះមួយគឺបងប្អូនត្រូវពេលដែលដីនឹងត្រូវទឹកភ្លៀងដីស្រទាប់ក្រោមដែលយើងកាយហើយហ្នឹងធ្វើពីររឿងទី1បងប្អូនកាយលួងវាទៅហើយយកដីស្រទាប់លើពីកន្លែងណាមួយដីដបោកស្រទាប់លើយកមកដាក់បំពេញវិញឲ្យបានកម្រាស់មួយចាអាមក៏បានឬក៏ប្រវែងនេះក៏បានដែលសាក់មួយម៉ាត់ទៅនឹងឫសស្រូវពេលនោះបងប្អូនយកគ្រាប់ពូជស្រូវឬដំណាំផ្សេងទៅដាំវានឹងផ្ដល់នៅសារធាតុចិញ្ចឹមគ្រប់គ្រាន់ឲ្យដីព្រោះបងប្អូនយកដីស្រទាប់លើទៅចាប់ពេញវិញហ្នឹងគឺបើទី1ទី2សន្តានដីហ្នឹងវាស្មើហើយបើកាលណាយើងដាក់បំពេញវិញដីហ្នឹងគឺវាទួលវាដើមកវិញហើយបងប្អូននិយាយចឹងអត់ត្រូវអញ្ចឹងហើយបងប្អូនគួរតែព្យួរវាដាស់វាដោយច្បល់ជាមួយនឹងកំតិចកំទីអាចគោស្មៅកំតិចកំទីចំបើងកំតិចកំទីឈើអាលួយជីអាចគោជីកំប៉ុស្តជីកាមស្អីគ្រប់បែបយ៉ាងដែលបងប្អូនអាចរកបានហ្នឹងបាទយកមកដាក់ពីលើហើយព្យួរច្បល់ហេតុអ្វីទៅត្រូវព្យួរព្រោះកាលណាយើងអត់ព្យួរជីហ្នឹងវានៅតែលើទេតែឫសស្រូវដែលវាដុះវាចាក់ទៅក្រោមអញ្ចឹងការដែលយើងឲ្យវាខ្លាយទៅជាមជ្ឈដ្ឋានសមស្របឲ្យដីលបាយដែលបងប្អូនដាក់ជីកំប៉ុស្តជីអីចូលនឹងទៅឲ្យវាបានជម្រៅប៉ុណ្ណេះទៅក្នុងដីបាទហើយពពួកមានជីវិតដូចជាជន្លេនដូចជាសមោចដូចជាសឹងអានិងអតិសកម្មប្រាណដែលវារស់នៅក្នុងជីកំប៉ុស្តដែលបងប្អូនដាក់ចូលហ្នឹងវានឹងជួយធ្វើឲ្យដីវិវត្តប្រែក្លាយទៅជាដីស្រទាប់លើធម្មតានិងដីដែលមានជីជាតិអញ្ចឹងមុននឹងពេលដែលយើងដាក់គ្រាប់ពូជចូលទៅលើដីហ្នឹងសូមបងប្អូនធ្វើការច្បល់វាហើយឲ្យវាត្រូវនៅទឹកភ្លៀង 2-3 ដងទៅដីហ្នឹងនឹងក្លាយទៅជាដីដែលមានជីជាតិបាទសម្រាប់ការដាំលើកហ្នឹងអញ្ចឹងបើសិនជាបងប្អូនសង្កេតឃើញកន្លែងហ្នឹងសមិនឡើងបងប្អូនដកស្រូវនឹងចេញហើយយកកំតិចកំទីស្មៅកំតិចកំទីសម្រាមសំណល់ធម្មជាតិជីកំប៉ុស្តបើនិយាយខ្លីទៅអាចគោអីក៏ដាក់ជាដើមហ្នឹងច្រើនកាលណាល្អកាលហ្នឹងយកទៅដាក់ចូលហើយច្បល់វាឲ្យវាត្រូវទឹកភ្លៀងទៅពេលនោះមជ្ឈដ្ឋានកម្រាស់ដីស្រទាប់ហ្នឹងវាคล้ายទៅជាដីស្រទាប់លើកម្រាស់ប៉ុណ្ណេះឬក៏មជ្ឈអាមប៉ុណ្ណេះស្រូវបងប្អូនលែងសអញ្ចឹងបើសិនជាយើងអត់ធ្វើអញ្ចឹងទេយើងព្រោះក្របពូជdirectទៅលើដីដែលយើងបានឈូសហ្នឹងកាយហ្នឹងច្បាស់ណាគឺអត់ធំតាណាទេបងប្អូនចង់បាញ់ជីបងប្អូនចង់ដាក់ថ្នាំអីក៏មិនឡើងដែរបាទចង់ដាក់ជីគីមីក៏មិនឡើងដែរខ្ញុំហើយអ្នកដែលទិញដីទូលឲ្យ SK កាយបកចេញហ្នឹងពិសោធន៍មើលហើយអញ្ចឹងការដែលយើងធ្វើឲ្យដីខ្លាយជាដីស្រទាប់លើវិញគឺជាកត្តាដែលធ្វើឲ្យកន្លែងហ្នឹងបានផលអញ្ចឹងបើសិនជាយើងកាយឲ្យអស់លុយហើយតែដីដែលយើងកាយហ្នឹងវាអត់បានផលទេមិនចំណេញទេបងប្អូនអត់ចំណេញទេប៉ុន្តែតម្រូវការយើងគឺចង់ឲ្យដីស្មើឲ្យទឹកបានសាយសប់ហើយផ្លាស់ប្ដូរដីកន្លែងដែលយើងកាយបកហ្នឹងទៅជាដីដែលមានជីជាតិវិញអញ្ចឹងកន្លែងហ្នឹងគឺបងប្អូនត្រូវបន្ថែមកន្លែងហ្នឹងតិចជាការគិតគូរឲ្យបានមុនពេលដែលយើងដាក់គ្រាប់ពូជទៅបាទអញ្ចឹងហើយបើសិនជាបងប្អូនមិនជឿបងប្អូនអាចសក់លបងបានតែកុំជឿអ្វីដែលខ្ញុំនិយាយទាំងអស់អីដោយសារអីការដែលយើងលើកឡើងមកនេះវាខុសគ្នាទៅតាមមជ្ឈដ្ឋានជួនកាលដីបងប្អូនដែលបងប្អូនកាយបកហ្នឹង SK វាកាយបកមែនប៉ុន្តែលាយឡំជាមួយនឹងជីជាតិដីដោយសារតែដីស្រទាប់លើរបស់បងប្អូនវាក្រាស់ដីតំបន់ជីជាតិល្អវាលាយឡំជាមួយនឹងកតិចទីដីលើវាធ្លាក់ចូលមកវិញខ្លះនេះវាអត់បកទៅអស់ដូចជាការឈូសដីហ្នឹងក៏វាមិនជាមជ្ឈដ្ឋានបាសពេកដែរបាទបើសិនជាវាលាយឡំដីស្រទាប់លើ SK កាយរស់ខ្លះហ្នឹងអញ្ចឹងក៏នៅតែល្អដែរបាទជួនកាលគៀទៅគៀមកដីស្រទាប់លើចូលមកវិញដីទឹកបងប្អូនក៏នៅតែល្អដែរតែភាគច្រើនវាបាត់បង់នៅជីជាតិដែលមាននៅលើដីស្រទាប់លើហ្នឹងហើយអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងថ្ងៃនេះចែករំលែករឿងហ្នឹងមួយបាទហើយបងប្អូនព្យាយាមប្រើជីកំប៉ុស្តទៅលើកន្លែងដែលរងផលប៉ះពាល់បាទដែលកើតចេញពីការដែលយើងកាយដីស្រទាប់លើនឹងចេញហ្នឹងបាទអញ្ចឹងបើសិនជាស្រូវបងប្អូននៅរដូវកាលដំបូងនៅពេលដែលយើងកែដីទៅហើយវាអត់តន់មជ្ឈដ្ឋានដីហ្នឹងអត់តន់ល្អខ្លាំងសម្រាប់ស្រូវទេបងប្អូនអាចបន្ថែមមួយចំណុចទៀតនេះខ្ញុំប្រាប់អាចកម្លាំងមួយទៀតលួចបន្តិចបានហើយអាស៊ីតជាបេរីលីកបងប្អូនសិនស្រូវអាកន្លែងដែលយើងកាយនោះវាក្រិនខ្លាំងណាបាទនៅយើងកាយដីហើយតែវាអត់តន់ឡើងល្អបន្ថែមអាស៊ីតជាបេរីលីកបន្តិចដើម្បីជួយឲ្យស្រូវហ្នឹងវាស្ទុះបន្តិចដើម្បីឲ្យវាមានស្លឹករាងវែងបន្តិចអាចសំយោគជាមួយពន្លឺព្រះអាទិត្យបង្កើតចំណីហាអាចផ្លែបានគេឯងពិសេសស្រូវមណ្ឌលទៅប្រាំងនឹងល្បិចអាហ្នឹងលួចបន្តិចទៀតតែកំដាក់ច្រើនពេកខ្លាយវាលើសទៅវាការខ្លាយទៅជាដើមវែងជ្រុលចឹងណាបងប្អូនណាអាស៊ីតជាបេរីលីកហៅថាឆ្នាំបលូតហ្នឹងបាទ
ចឹងវិធីសាស្ត្រកែដីកន្លែងនេះខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយជួយចុច Subscribe ក្នុងវីដេអូ YouTube ផងហើយជួយមើលជួយឲ្យយោបល់ជួយ comment ជួយចែករំលែកដើម្បីឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនជាពិសេសខ្ញុំក៏បានចំណូលខ្លះពី YouTube ដែរដោយសារតែពឹសដៃផ្ទៃឆ្អែតលើពឹសមាត់ទៅចេះតែថតចែករំលែកទៅហើយគ្រប់លក្ខខណ្ឌទៅវីដេអូរលួយបានអញ្ចឹងបងប្អូនតែខ្ញុំគិតថាការចែករំលែកបទពិសោធន៍នេះក៏វាជាផលប្រយោជន៍មួយទៅកាន់សង្គមជាតិយើងដែរកុំមកនងងាយជក់មកបាទអរគុណហើយអរគុណបងដែលនៅខេត្តឆ្ងាយដែលតំណងមកសួរពាក់ព័ន្ធនឹងថ្នាំពាក់ព័ន្ធនឹងការប្រើប្រាស់ជីទៅលើដំណាំស្រូវពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកបញ្ចេញបញ្ចូលទឹកខ្ញុំតែងតែថ្លែងអំណរគុណមែនទែនដែលពួកពួកបងគ្រប់គ្រងនៅ channel នេះអញ្ចឹងសូមអរគុណសូមជម្រាបលាបាទឥឡូវខ្ញុំនៅ office ហើយបន្តការងារបាទអរគុណ